ជំរាបសួរសួស្តីពុកម៉ែបងប្អូនអរគ្នាបាទក្បាលវីដេអូមកគឺខ្ញុំទៅ Best Strawberry កាលហ្នឹងហើយការងារដែល Best Strawberry នេះបងប្អូនដូចឃើញស្រាប់អញ្ចឹងអត់ពិបាកអីទេយើងកាន់រៀងថ្នមតិចឯង Best ស្រួលមែនតែនហ្មងគាត់ថាយើងធ្វើដើរទៅដើរមកអញ្ចឹងព្រោះអីបើសិនជាអត់សូវមានផ្លែអញ្ចឹងដើរចុកជើងណាបងប្អូនអើយដូចកន្លែងខ្ញុំនេះអញ្ចឹងផ្លែដបងអញ្ចឹងវាតិចអញ្ចឹងទៅមកហៅស៊ឺអីបានតែមកកញ្ច្រែងពីកញ្ច្រែងអីទេហើយខ្ញុំ3លើកនេះរៀងបានច្រើនជាងមួយលើកមុនណាបងប្អូន3លើកនេះមកហៅស៊ឺនេះបាន8កញ្ច្រែងហើយផ្លែក៏ល្អជាងមុនដែរដូចបងប្អូនឃើញអញ្ចឹងហៅស៊ឺហ្នឹងគឺផ្លែក្រហមជាងគេជាងឯងតែម្ដងហើយធ្វើការខាង Strawberry នេះទោះបីយើងបេះយើងចង់ហូរបដាក៏តើអត់មានថាអីដែរហើយមួយវិញទៀតពេលដែលយើងធ្វើការខាងហ្នឹងរហូតពួកយើងក៏មិនឃ្លានអីអាហ្នឹងដែរបងប្អូនគឺយើងហូបមិនបានច្រើនទេដូចបងឃើញអញ្ចឹងបើសិនជាបងគាត់ថាគាត់បានមកធ្វើការខាងហ្នឹងគាត់ហូបច្រើនមែនតែនតែបើចំពោះយើងមកធ្វើការនៅនឹងស្រាប់យើងនៅនឹងយូរអត់ឃ្លានទេដូចថាយើងធ្វើកន្លែងហ្នឹងរហូតយូរឆ្នាំយើងហូបរហូតអញ្ចឹងពេលដែលមានសបោគឺយើងអត់ឃ្លានទេតោះតែអត់ហ្មងមិនវាឃ្លានណាបងប្អូនហើយណាមួយអាកាសធាតុត្រជាក់អញ្ចឹងគ្មានអារម្មណ៍ណាទៅហូបផ្លែនៅក្នុងហៅស៊ឺទេបងប្អូនអើយហើយនេះដូចបងប្អូនឃើញអញ្ចឹងផ្លែនេះគឺពី3ហៅស៊ឺណាបានប៉ុណ្ណឹងបងប្អូន Strawberry ដាំតាណាគ្នាពូជតែមួយឯតែគាត់ថាទុំមកដូចគ្នាទេណាបងប្អូនហើយនេះដោយសារតែផ្លែដបងអញ្ចឹងផ្លែតិចគឺខ្ញុំបេះតែម្នាក់ឯងរៀបតែម្នាក់ឯងទេបងប្អូនតិចទៀតផ្លែច្រើនអាចនឹងបេះទាំងអស់គ្នាដោយសារតែឥឡូវនេះគ្នានៅតែ3នាក់ការងារក៏មានតិចតួចអញ្ចឹងបើធ្វើអីធ្វើទាំងអស់គ្នាអញ្ចឹងណាបងប្អូនអាចបែងចែកមនុស្សបានទេបើតើការខ្ញុំគាត់បែងចែកមនុស្សទៅធ្វើនេះធ្វើនោះទៅវាអាចនឹងអត់ហើយលឿនអញ្ចឹងណាបងប្អូនដោយសារបែកកម្លាំងគ្នាហើយអាទះដែលខ្ញុំរុញនេះបងប្អូនគឺស្រួលរុញទេគេដោតភ្លើងណាបងប្អូនអ្នកគ្នាគ្រាន់តែកាច់សោទៅគឺទៅតែម្ដងតែបើថាយើងទប់អត់ជាប់ទេវាចង់អូសយើងវិញណាទៀហ្នឹងបងប្អូននិយាយពីរឿងការងារវិញធ្វើអានឹងរាប់ឆ្នាំមកឡើងតែការគាត់លេងមកមើលលេងមកខ្វាយខ្វល់ជាមួយកូនចៅហើយបងប្អូនអើយមួយថ្ងៃណាត្រូវធ្វើការអីមួយចឹងគាត់គ្រាន់តែប្រាប់យើងហើយគាត់ប្រាប់ពីកន្លែងដែលយើងត្រូវតែធ្វើហើយគាត់ប្រឡែងយើងចោលហើយតើកាយខ្ញុំអត់មានចេះមកនៅមើលកូនចៅធ្វើការមួយកូនចៅខ្វៀលកូនចៅមួយថ្ងៃទេគឺអត់តែម្ដងហើយដូចខ្ញុំមករៀប Strawberry នេះរៀបតែម្នាក់ឯងទេបងប្អូនតិចថាតើកាយប្រុសខ្ញុំមកជួយរៀបឯណូហើយ Strawberry នេះបងប្អូនអរគ្នាពេលដែលរៀបមានតែតើកាយប្រុសខ្ញុំមានតែគាត់ចេះរៀបបើតើកាយស្រីខ្ញុំគាត់អត់ដែររៀបទេគាត់ថាគាត់អត់ចេះតើកាយស្រីខ្ញុំគាត់ជំនាញខាងគណិតវិញខ្ញុំគាត់រៀបកែរៀបអីបន្លែវិញអញ្ចឹងណាបងប្អូនហើយនេះបន្ទាប់ពីខ្ញុំរុញពីក្នុងហៅស៊ឺមកគឺខ្ញុំត្រូវយកមកដាក់ក្នុងបន្ទប់បែបនេះបងប្អូននិយាយទៅគឺហត់ទៅនឹងបញ្ជូនទៅបញ្ជូនមកអញ្ចឹងណាដូចបងប្អូនឃើញអញ្ចឹងហើយបញ្ជូនមកដល់ក្នុងបន្ទប់នេះគឺយើងចាប់ផ្ដើមយកមករៀបវាដាក់ចូលប្រអប់ហើយគឺយើងរៀបដាក់ចូលកេះតែម្ដងហើយពេលដែលរៀបដាក់ចូលប្រអប់គឺមានតាមធឺរបស់គេណាបងប្អូនមានធំមានតូចទៅតាមប្រអប់ផ្សេងគ្នាហើយនេះការដែលខ្ញុំរៀបហើយដាក់ចូលប្រអប់អញ្ចឹងទៅខ្ញុំទៅរៀបដាក់ចូលកេះហើយកេះនឹងមានតែកេះតូចមានធំអញ្ចឹងណាបងប្អូនដូចខ្ញុំនិយាយអញ្ចឹងគេមានអាធឺធំមួយទៀតគឺដាក់កេះស្នោតែម្ដងអត់មានចាំបាច់ដាក់ចូលប្រអប់កដានចេះទេហើយ Strawberry ខែនេះគឺថ្លៃខ្លាំងមែនទែនបងប្អូនដោយសារផ្លែដំបងហើយជាខែត្រជាក់អញ្ចឹងគឺវាពេញថ្លៃបើសិនជាចុងដៃចូលដល់ខែ3អីគឺStrawberry ចាប់ដើមចុះថោកវិញហើយការងាររបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងបងប្អូនអរគ្នាវិលទៅវិលមកតែជាមួយបន្លែហើយនឹងផ្លែឈើនឹងឯងបើនិយាយថាហត់អត់ពិបាកអត់មានអីពិបាកអត់មានអីត្រូវហត់ទេបងប្អូនការងារយើងស៊ាំទៅហើយអញ្ចឹងណាពេលដែលយើងយល់ការងារអ្វីដែលយើងធ្វើប្រចាំថ្ងៃទៅយើងអត់សូវហត់ប្រហែលទេបងប្អូនអរគ្នាហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងឯងបាយបាយ